ស្ដេចសៀមអង្គនេះហើយដែលចង់គន់នគរវត្តយើងយកទៅប្រទេសសៀមនិយាយក្នុងអំឡុងឆ្នាំ1860ក្នុងរជ្ជកាលព្រះបាទនរោត្តមនៅកម្ពុជាដែលកាលនោះសៀមមានឥទ្ធិពលខ្លាំងស្ដេចអង្គនោះបានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់សៀមលើកទ័ពនិងពលករមកតំបន់អង្គរដើម្បីរុះរើប្រាសាទអង្គរវត្តឬប្រាសាទតូចណាមួយដើម្បីយកទៅដំឡើងវិញនៅវត្តព្រះកែវក្នុងទីក្រុងបាងកកគេចង់ឲ្យជនជាតិបរទេសឃើញថាសៀមមានអំណាចគ្រប់គ្រងលើតំបន់អាណាចក្រខ្មែរដ៏រុងរឿងគម្រោងនេះមិនបានសម្រេចឡើយដោយសារមូលហេតុមានការតស៊ូពីអ្នកស្រុកទទួលការវាឆ្មក់ពីសំណាក់អ្នកស្រុកខ្មែរដែលប្រវត្តិសាស្ត្រខ្លះថាជាខ្មែរព្រៃធ្វើឲ្យមន្ត្រីសៀមស្លាប់និងរបួសជាច្រើនទំហំនិងបច្ចេកទេសថ្មប្រាសាទមានទំហំធំនិងធ្ងន់ពេកដែលការដឹកជញ្ជូនតាមរទេះឬទូកការនោះមិនអាចទៅរួចបន្ទាប់ពីបរាជ័យក្នុងការរុះរើប្រាសាទពិតប្រចោមខ្លៅក៏បានបដូរប្រតិមកឲ្យសាងសង់ម៉ូដែលអង្គរវត្តចម្លងធ្វើអំពីស៊ីម៉ង់និងថ្មតូចៗវិញបច្ចុប្បន្នម៉ូដែលនេះនៅតែមានវត្តមាននៅក្នុងវត្តព្រះស្រីរតនសាស្តារាមឬវត្តព្រះកែវក្នុងព្រះបរមរាជវាំងក្រុងបាងកកដែលខ្ញុំលើកមកនេះចង់បង្ហាញប្រាប់ថាសៀមតែងតែចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីខ្មែរយើងគ្រប់សម័យកាល